ស្វាគមន៍មកកាន់កម្មវិធី High Tech ថាមពលកីឡាប្រិមត្តទស្សនិកជនបាទសម្រាប់កម្មវិធី High Tech ថាមពលកីឡានៅថ្ងៃនេះបាទយើងមានព័ត៌មានកីឡាជាតិនិងព័ត៌មានកីឡាអន្តរជាតិជំរាបជូនបងប្អូនបាទមុននឹងឈានចូលដល់ព័ត៌មានកីឡាជាតិខ្ញុំបាទអរគុណដល់ទឹកពិសា High Tech បាទបងប្អូនពិសាទឹក High Tech បាទគឺដើម្បីសុខភាពរបស់លោកអ្នកបាទដល់បំពេញការងារផ្សេងបាទតម្រូវការជាតិទឹកផ្សេងបងប្អូនអាចជ្រើសរើសបាទទឹកពិសា High Tech បានបាទមានព័ត៌មានអ្វីជម្រាបជូនដល់បងប្អូនយើងបាទលោកម៉ៃជានៅក្នុងបាទព្រឹត្តិការណ៍កីឡាក្នុងស្រុកបាទលោកថាមានសកម្មភាពប្រកួតច្រើនណាបាទប្រហែលថ្ងៃនេះបាទសម្រាប់ព័ត៌មានកីឡាយើងមានកីឡាជាតិនិងអន្តរជាតិបាទអញ្ចឹងជាដំបូងនេះគឺខ្ញុំបាទជម្រាបជូនព័ត៌មានកីឡាជាតិទៅមុនបាទតទៅនឹងកីឡាករគុណខ្មែររបស់យើងចំនួន5រូបបាទដែលត្រូវចេញទៅប្រកួតបាទនៅប្រទេសញូហ្សេឡង់បាទឬក៏បងប្អូនហៅតាមខេមរៈភាសាយើងគឺ Nova Zelanda បាទអញ្ចឹងកីឡាករគុណខ្មែរទាំង5រូបបានធ្វើដំណើរទៅដល់ប្រទេសញូហ្សេឡង់ហើយបាទចេញពីកម្ពុជារបស់យើងឆ្ពោះទៅទីក្រុងហុងកុងបាទហើយបន្ទាប់មកបន្តពីហុងកុងទៅកាន់ញូហ្សេឡង់តែម្ដងបាទអញ្ចឹងកីឡាករទាំង5រូបបាទរបស់គុណខ្មែររបស់យើងគឺត្រូវប៉ះជាមួយនឹងម្ចាស់ផ្ទះទាំង5រូបតែម្ដងបាទក្នុងនោះគឺមានការប្រកួតដណ្ដើមខ្សែគាត់បាទ3ខ្សែហើយនឹងការប្រកួតលក្ខណៈមិត្តភាពចំនួន2បាទ2គូផងដែរបាទអញ្ចឹងគឺខ្ញុំបាទនឹងរៀបជូនជូនបងប្អូនបាទតកតងទៅនឹងគូហើយក៏ដូចជាម៉ោងបាទជាពិសេសគឺពេលវេលាបាទព្រោះថាបងប្អូនគាត់តែងតែរិះគន់តិចតួចតកតងនឹងពេលវេលាពេលខ្លះបាយថាបាទពេលខ្លះគឺគេដាក់ម៉ោងនៅក្រៅប្រទេសដល់ពេលបកមកម៉ោងខ្មែរបងប្អូនច្រឡំហើយពេលខ្លះយូរដោយសារតែយើងដាក់ម៉ោងចាប់ដើមកម្មវិធីទម្រាំដល់គូខ្មែរវាចំណាយពេលយូរអញ្ចឹងគឺខ្ញុំបញ្ជាក់ជូនបងប្អូនច្បាស់ស្រួលបងប្អូនតាមដានតែម្ដងបាទអញ្ចឹងបាទកីឡាករគុណខ្មែររបស់យើងទាំង5រូបបាទដែលទៅធ្វើការប្រកួតបាទគឺយើងគិតតែគូកម្ពុជារបស់យើងតែម្ដងបាទគឺទី1គឺធុនចន្ទៈបាទធុនចន្ទៈគឺប្រកួតមិត្តភាពបាទជាមួយនឹងកីឡាករអ៊ីសាក់បាទស៊ីគូឡាបាទគីឡូ65បាទទី2គឺកីឡាករធុនបាណាបាទធុនបាណាត្រូវប៉ះជាមួយនឹងកីឡាករញូហ្សេឡង់ដែរបាទគឺ Dominic Reed បាទគីឡូ60បាទហើយគូមិត្តភាពមាន2ហ្នឹងគូខ្សែក្បាត់ឡៅចន្ទ្រាបាទឡៅចន្ទ្រាបន្ទាប់ពីឈ្នះខ្សែក្បាត់នៅអាមេរិកហើយបាទលោកបាទឈ្នះខ្សែក្បាត់នៅអាមេរិកបានចុងខែមុនបាទឥឡូវគឺប្រកួតទៅដើមខ្សែក្បាត់មួយទៀតបាទគឺខ្សែក្បាត់របស់ម្ចាស់ផ្ទះតែម្ដងបាទគឺបាទ GAMMA បាទត្រូវប៉ះជាមួយនឹងកីឡាករបាទ Zuran បាទ Jumeri បាទលើប្រភេទទម្ងន់ទម្ងន់75គីឡូក្រាមបាទឡៅចន្ទ្រាវាយគីឡូ75នេះវាយតែ3ទឹកទេបាទដើមខ្សែក្បាត់ហើយថៃរ៉េតបាទថៃរ៉េតវាយ73បាទប៉ះជាមួយនឹងកីឡាករម្ចាស់ផ្ទះដែរបាទគឺកីឡាករបាទអាស៊ីអាអ៊ីបាឌីបាទលើប្រភេទទម្ងន់73គីឡូក្រាមដណ្ដើមខ្សែក្បាត់គុណខ្មែរ Super Fight បាទខ្សែក្បាត់គុណខ្មែរ Super Fight នេះគឺខ្សែក្បាត់របស់ស្ថាប័នគុណខ្មែរ Super Fight តែម្ដងបាទដែលរៀបចំនៅក្រៅប្រទេសបាទចឹងអាចថាខ្សែក្បាត់ពីកម្ពុជារបស់យើងទៅបាទថៃរ៉េតវាយ5ទឹកបាទហើយមកគូទៀតបាទគូឯកបាទរបស់កម្ពុជារបស់យើងតែម្ដងគឺលនបញ្ញាបាទលនបញ្ញាក៏ទើបតែឈ្នះខ្សែក្បាត់នៅសហរដ្ឋអាមេរិកជាមួយឡាវយន្ទ្រាដែរអញ្ចឹងគឺលនបញ្ញាដណ្ដើមខ្សែក្បាត់គុណខ្មែរ Super Fight បាទគីឡូ68បាទប៉ះជាមួយនឹង Daniel បាទរុងវ៉ាន់កាបាទកីឡាករនេះលំដាប់ជើងខ្លាំងរបស់ Nova Zelanda ឬក៏ New Zealand នឹងដែរបាទអញ្ចឹង5គូនេះបាទលនបញ្ញាថៃរ៉េតវាយ5ទឹកឡាវចន្ទ្រាបាទផ្សារដើមសាំងបាត់3ទឹកហើយនឹងគូមិត្តភាពធុនបាណាធុនចន្ទៈ3ទឹកទេបាទហើយសម្រាប់ពេលវេលាវិញបាទលោកនរមយ៉ាងម៉េចដែរបាទពេលវេលាគឺយើងវាយម៉ោង6ខាង New Zealand វាវាយម៉ោង6ហ្នឹង6ល្ងាច New Zealand បាទ6ល្ងាចបាទអញ្ចឹងគឺត្រូវនឹងម៉ោងនៅកម្ពុជារបស់យើងម៉ោង1រសៀលបាទម៉ោង1រសៀលអញ្ចឹងអាចថាបងប្អូនស្រួលមើលទេបាទថ្ងៃទី21បាទអត់មានថ្ងៃសៅរ៍បាទអញ្ចឹងអត់មានឆ្លងថ្ងៃទៅថ្ងៃអាទិត្យអីទេបាទណាម៉ោង1រសៀលថ្ងៃសៅរ៍ម៉ោងនៅកម្ពុជារបស់យើងតែម្ដងបាទអញ្ចឹងម៉ោង1រសៀលហ្នឹងគឺអាចនឹងមិនទាន់ដល់គូខ្មែរយើងទេបាទបានថាម៉ោង1ហ្នឹងគឺម៉ោងចាប់ដើមកម្មវិធីបាទអញ្ចឹងគេមានគូម្ចាស់ផ្ទះគេហ្នឹងប្រហែលជា4គូសរុបប្រហែលគូលោកម៉ៃបាទសរុបគឺបាទ9គូបាទអញ្ចឹងថាគូអាចនឹង10គូដែរគេអាចនឹងមានថ្នាលអីមួយគូទៀតអញ្ចឹងមុនឡើងអញ្ចឹងអាចថាមុន
មុននឹងដល់គូយើងគូកម្ពុជារបស់យើងគឺ5គូចុងក្រោយតែម្ដង5គូចុងក្រោយបាទអញ្ចឹងគឺវាយម៉ោងចាប់ដើមពីម៉ោង1ទៅបាទអញ្ចឹងបងប្អូនគិតមើល5គូដំបូងអាចនឹង3ទឹកអញ្ចឹងទៅបាទគូថាសន្លប់អីអញ្ចឹងទៅអាចនឹងដល់គូកម្ពុជាយើងចន្លោះម៉ោង2កន្លះឬក៏ម៉ោង3អីហ្នឹងដល់ហើយបាទតាមគូមុនដែលគេវាយសន្លប់លឿនឬក៏ពេញទឹកអញ្ចឹងដឹងតែចាប់ដើមកម្មវិធីម៉ោង1គឺផ្សាយនៅ BTV បាទ BTV គឺផ្សាយទាំងនៅលើ page ហើយលើកញ្ចក់ទូរទស្សន៍បាទអញ្ចឹងគឺបងប្អូនអាចទស្សនាបានម៉ោងគឺម៉ោង1រសៀលត្រូវថ្ងៃសៅរ៍បាទសប្តាហ៍នេះតែម្ដងថ្ងៃទី21ខែមិថុនាបាទគឺចេញពីទីក្រុងអូកឡែនបាទអូកឡែនបាទអញ្ចឹងគាត់មានអន្តរជាតិមានរឿងនិយាយរឿងអូកឡែនអ្នកលោកនោះបាទអូកឡែននេះយកមិញបងប្អូនយើងទឹកភ្នែកច្រើនហើយអូកឡែនបាទអូខេបងប្អូនអ្នកគ្នាបាទយើងកុំភ្លេចបាទសមត្ថភាពបញ្ជាក់ជូនបងប្អូនឡើងវិញបាទមានដូចជាអេយ៉ានុតទេអត់មានអេយ៉ានុតអេយ៉ានុតទេមានធនយន្តៈបាទគឺអត់មានលើកនេះ5នាក់គឺផ្នែកបរិសុទ្ធ5បាទអត់មានកន្លះកាត់នេះទេបាទធនយន្តៈធនវណ្ណានិយាយនោះគឺកូនសិស្សគ្រូធនភាព3នាក់បាទលនបញ្ញាធនយន្តៈធនវណ្ណាបាទធនវណ្ណាមានឡាវចន្ទ្រាហើយនឹងមួយរូបទៀតឡាវចន្ទ្រាថៃរ៉េតបាទគ្រូធនភាព3ខាង9 11 2បាទចូលកុំភ្លេចតាមដានអរគ្នាបងប្អូនបាទថ្ងៃសៅរ៍សប្តាហ៍នេះហើយបាទចាប់ពីម៉ោង1រសៀលម៉ោងនៅក្នុងប្រទេសកម្ពុជារបស់យើងបាទឥឡូវយើងតទៅមួយរឿងទៀតបងប្អូនអរគ្នាបាទគឺនៅចុងសប្តាហ៍នេះដែរចុងសប្តាហ៍នេះដែរបាទនៅថ្ងៃសុក្របាទនិយាយទៅយើងចាប់ផ្ដើមតាំងពីថ្ងៃទី18 19ណាបាទ19បាទប៉ុន្តែគាត់ថាមានកម្មវិធីរបស់គេបាទតាមដំណាក់កាលបាទអញ្ចឹងគឺកម្មវិធីនៃការប្រកួតបោកទាត់បាទសប្បុរសធម៌បរិច្ចាគឈាមដើម្បីជួយជីវិតមនុស្សបាទគឺដំណប់ឈាមរបស់អ្នកបាទគឺជាក្តីសង្ឃឹមរបស់ខ្ញុំបាទជាពាក្យស្លោកបាទន័យថាបាទនៅថ្ងៃទី19នោះបាទក្រុមពិធីករកីឡាកម្ពុជាបាទដែលដឹកនាំដោយអាយដាមហ៊ុនម៉ាណីបាទយុទ្ធត្រីបាទគឺលោកនឹងផ្ដល់កិត្តិយសបាទចូលរួមនៅក្នុងព្រឹត្តិការណ៍នោះបាទជាមួយនឹងថ្នាក់ដឹកនាំក្រុមបាទដែលមានលោកកុច្ឆាយាបាទមានបងនិជ័យលុចបាទបងហងង៉ែតបាទនឹងបងណថានដែលគាត់ក៏ត្រូវចូលរួមដែរតែជាប់ភារកិច្ចទៅញូហ្សេឡង់ហ្នឹងបាទបានចូលរួមនិងពិធីករជាច្រើនរូបទៀតបាទសុទ្ធសឹងតែពិធីករកីឡាល្បីៗបាទតាមបណ្ដាស្ថានីយ៍ស្ថាប័នស្រុកខ្មែរបានចូលរួមបាទសូម្បីតែលោកម៉ៃសុជាតិបាទខ្ញុំបាទនឹងបាទតាមបណ្ដាប៉ុស្តិ៍ផ្សេងៗទៀតបាទមានលោកស្មាយលោកអូស្ការបាទលោកថមសាបាទលោកបញ្ញាបាទនឹងពិធីករជាច្រើនទៀតបាទគឺគាត់នឹងចូលរួមបាទជាមួយនឹងសមាជិកបាទក្រុមពិធីករកីឡាទាំងអស់ដើម្បីចូលរួមធ្វើការប្រកួតបាល់ទាត់បាទនៅថ្ងៃសុក្របាទទី20បាទជាមួយនឹងរដ្ឋបាលខេត្តបាទសសយកបាទនៅប្រចាំខេត្តសៀមរាបបាទនៅក្នុងនោះបាទគឺមុនការប្រកួតក៏យើងមានរៀបចំបាទធ្វើការបរិច្ចាគឈាមបាទនៅសួនច្បារមុខព្រះអង្គជិតព្រះអង្គចោមបាទដែលក្នុងនោះបាទគឺយើងបានធ្វើវីដេអូក៏ដូចជាព័ត៌មានមួយចំនួនដើម្បីផ្សព្វផ្សាយជូនទៅបងប្អូនបាទជាពលរដ្ឋនៅឯក្នុងខេត្តសៀមរាបបាទជាពិសេសគឺទីរួមខេត្តផ្ទាល់ម្ដងបាទដើម្បីយើងចូលរួមបរិច្ចាគឈាមដែលកន្លងមកគឺយើងធ្លាប់បានធ្វើជោគជ័យម្ដងរួចហើយបាទពីយើងធ្វើការប្រកួតនៅ start ចាស់បាទដែលមានការបរិច្ចាគឈាមមកគឺយើងដាក់គោលដៅ 1000 សាក់បាទប៉ុន្តែចុងក្រោយគឺបានច្រើនជាង 1000 សាក់ច្រើនជាងបាទតែនេះគឺជាភាពជោគជ័យមួយហើយជាកម្លាំងចិត្តបាទដល់ក្រុមពិធីករកីឡាបាល់ទាត់កម្ពុជាឲ្យមានគេថាទឹកចិត្តបាទក្នុងការបន្តកម្មវិធីសប្បុរសធម៌បាទបរិច្ចាគឈាមជាបន្តទៀតបាទអញ្ចឹងកុំភ្លេចបងប្អូនអរគ្នាបាទពីថ្ងៃទី19បាទយើងចូលរួមបរិច្ចាគឈាមទាំងអស់គ្នាបាទនៅសួនច្បារបាទមុខព្រះអង្គជ័យព្រះអង្គចោមបាទហើយថ្ងៃទី19នេះយើងបរិច្ចាគឈាមថ្ងៃទី20បាទយើងមានកម្មវិធីបាល់ទាត់អញ្ចឹងបញ្ជាក់ជូនបងប្អូនថា19គឺយើងបរិច្ចាគឈាមពីម៉ោង7កន្លះព្រឹកទៅបាទម៉ោង7ព្រឹកទៅបាទនិយាយនោះគឺពេញមួយថ្ងៃបាទគឺម៉ោង7កន្លះរហូតដល់ម៉ោង5ល្ងាចបាទថ្ងៃ19ហ្នឹងហើយថ្ងៃ20គឺមកព្រឹកទៀតបាទបរិច្ចាគឈាមពីម៉ោង7កន្លះដល់ម៉ោង10ព្រឹកទៀតបាទអញ្ចឹងបងប្អូនអាចបរិច្ចាគឈាមប៉ុណ្ណេះហើយចាប់ពីម៉ោង1រសៀលទៅគឺដល់ការប្រកួតបាល់ទាត់បាទការប្រកួតបាល់ទាត់នេះគឺមាន2ប្រកួតបាទគឺក្រុមអ៊ុយ14គឺចាប់ដើមប្រកួតទុំម៉ោង1កន្លះបាទម៉ោង1 1កន្លះហ្នឹងហើយបន្ទាប់មកចាប់អ៊ុយ14គឺដល់ក្រុមពិធីករកីឡាកម្ពុជាប្រកួតជាមួយនៅខាងរដ្ឋបាលខេត្តសៀមរាបបាទអញ្ចឹងគឺនៅកីឡដ្ឋានSRU បាទកីឡដ្ឋានរបស់សៀមរាប United បាទអញ្ចឹងគឺបងប្អូនអាចទៅចូលរួមទស្សនាដោយសេរីបាទមានរង្វាន់មានអីទៀតហើយការបរិច្ចាគឈាមហ្នឹងគឺបងប្អូនមានតែអត្តសញ្ញាណប័ណ្ណបាទមានអត្តសញ្ញាណប័ណ្ណអាចថាមានជាក្នុងរូបថតឬក៏មានស៊ីមទៅផ្ទាល់តែម្ដងហើយបងប្អូនមានគីឡូចាប់ពី
45 គីឡូឡើងបាទ45 គីឡូឡើងហើយអាយុគឺចាប់ពី18ទៅបាទ18ចន្លោះពី18ដល់60ឆ្នាំហើយបងប្អូនកុំភ័យបាទរឿងការបរិច្ចាគឈាមនេះគឺមិនមែនទៅដល់បូមឈាមបងប្អូនព្រានទេបាទគឺមានការពិនិត្យសុខភាពបាទដូចមើលជំងឺជូនបងប្អូនចឹងបាទកាលណាបងប្អូនបានបរិច្ចាគឈាមហើយបាទគឺដូចបានលាងឈាមយើងចឹងបាទយើងបានជួយទៅគេហើយបានដឹងពីសុខភាពរបស់យើងទៀតអញ្ចឹងគឺមានពេទ្យមានអីពិនិត្យមានអាហារសម្រាប់សម្រន់ជូនបងប្អូនវិញទៅពេលបរិច្ចាគឈាមហើយតែមកមិនយូរគឺបងប្អូនកម្លាំងអីធម្មតាវិញអត់មានប៉ះពាល់សុខភាពអីទាំងអស់បាទប៉ុន្មានហើយបាទអញ្ចឹងគឺជម្រាបជូនបងប្អូនបាទម្ដងហើយម្ដងទៀតថាការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពទេបាទហើយការបរិច្ចាគឈាមបាទមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់ខ្លួនយើងទេផ្ដល់អត្ថប្រយោជន៍បាទឲ្យជនរងគ្រោះបាទដែលត្រូវការឈាមជាបន្តបានន័យថាសង្គ្រោះជីវិតបាទអ្នកជំងឺដែលគាត់ត្រូវការឈាមដោយតែពាក្យស្លោកបាទគឺដំណក់ឈាមរបស់អ្នកបាទគឺជាសេចក្តីសង្ឃឹមរបស់យើងបាទកុំភ្លេចបាទអាដាមបាទហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក៏គាត់បាទក៏លោកមានវត្តមានបាទនៅក្នុងកម្មវិធីនៃការចូលរួមនេះផងដែរបាទរួមជាមួយនឹងតំណាងប្រធានក្រុងរបស់យើងដូចជាលោកឆៃយ៉ាដូចជាបងដូចជាលុចបាទបងប្រហងហែតបាទនឹងវត្តមានលោកស៊ីថនថានបាទតែក៏មានក្រុមពិធីករផ្សេងទៀតទៅចូលរួមផងដែរជាមួយនឹងសមាជិកក្រុមពិធីករកីឡាទាំងអស់បាទមួយរឿងទៀតបាទក៏ជារឿងសំខាន់បាទលោកម៉ៃជាតិបាទគឺមិនប្រកាន់បាទតកតងទៅនឹងនិន្នាការនយោបាយទេបាទគឺជាការចូលរួមដើម្បីប្រទេសជាតិរបស់យើងផ្ទាល់តែម្ដងបងប្អូនអរគ្នាបាទគឺអំពាវនាវបាទសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់បាទដែលនៅថ្ងៃទី18បាទក្រោមការដឹកនាំបាទក៏ដូចជាការចូលរួមបាទដល់ខ្ពង់ខ្ពស់បាទពីអាយដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីបាទដែលលោកបានបាទចេញសេចក្តីថ្លែងការណ៍បាទគឺក៏ដូចជាអំពាវនាវបាទជូនដល់ជាប្រវត្តិកម្មជាតិទាំងអស់ដែលលោកបានចេញវីដេអូឃ្លីបផងដែរបាទគឺនៅថ្ងៃទី18នោះបាទគឺនឹងមានក្បួនជួរអេស្ត្រាបាទការថ្មើរជើងពីទីតាំងបាទកោះពេជ្របាទដើរបាទដង្ហែក្បួនបាទរហូតដល់វិមានឯករាជ្យបាទនៅក្នុងគោលបំណងបង្ហាញពីស្មារតីបាទក្នុងការគ្រប់គ្រងបាទលើកទឹកចិត្តបាទក៏ដូចជារួបរวมបាទជាមួយនឹងរាជរដ្ឋាភិបាលបាទក៏ដូចជាបងកងកម្លាំងបាទដែលកំពុងតែលះបង់បាទដើម្បីការពារបូរណភាពទឹកដីបាទនៅឯព្រំដែនបាទដោយតែយើងបានដឹងថាយើងកំពុងតែមានចំនួនបាទជាមួយនឹងអ្នកជិតខាងប៉ុន្តែគោលបំណងរបស់យើងគឺមិនមានការធ្វើឲ្យវាកើតឡើងធំទេបាទគឺយើងត្រឹមតែការពារបូរណភាពទឹកដីរបស់យើងបាទដែលរាជរដ្ឋាភិបាលក៏បានប្រកាសហើយបាទគឺការពារមិនឲ្យបាត់1 មីលីម៉ែត្រឡើយបាទអញ្ចឹងបាទនៅពេលដែលរាជរដ្ឋាភិបាលនៅពេលដែលបងកងកម្លាំងបាទទៅហ៊ានបាទកំពុងតែការពារបាទនៅឯព្រំដែនបាទគេហៅថាជួរមុខបាទអញ្ចឹងគឺក៏ត្រូវការកម្លាំងពីខាងក្រោយបាទដែលជាប្រជាពលរដ្ឋទាំងអស់គ្នាបាទគឺបង្ហាញពីស្មារតីបាទស្រឡាញ់គ្រប់គ្រងរួបរวมបាទជាមួយនឹងរដ្ឋាភិបាលជាមួយនឹងបងកងកម្លាំងបាទគឺនៅថ្ងៃទី18នោះបាទគឺជាក្បួនជួរអល់ត្រាដើរដោយថ្មើរជើងបាទពីកោះពេជ្រទៅឯវិមានឯករាជ្យបាទក្នុងនោះខ្ញុំបាទលោកម៉ៃជាតិក្រុមពិធីករបាទបាល់ទាត់បាទពិធីករកីឡាបាល់ទាត់ទាំងអស់នឹងចូលរួមជាមួយនឹងបងប្អូនប្រជាជនកម្ពុជាជាច្រើនទៀតបាទនៅវេលាម៉ោង5ភ្លឺនៅកោះពេជ្របាទយើងចេញដំណើរបាទ5ភ្លឺហ្នឹងគឺជាការជួបជុំបាទយើងអាចនឹងចាប់ដើមដើរហ្នឹងគឺពីម៉ោង6ព្រឹកទៅបាទអញ្ចឹងបងប្អូនធ្វើម៉េចមកឲ្យបានមុនម៉ោង6មកដើម្បីបានដើររួមគ្នាទាំងអស់បាទដោយសម្រាប់ឯកស្ថានបងប្អូនពាក់កៅអៅអីក៏បានដែរបាទប៉ុន្តែសំខាន់ដល់យើងកម្លាំងឲ្យមានតំណាងប្រទេសកម្ពុជារបស់យើងអញ្ចឹងបាទដូចជារូបទង់ជាតិបាទបើយើងអត់មានអាវរូបទង់ជាតិទេយើងអាចមាន sticker ស្ទីកអីបាទឬក៏ទង់ជាតិមកបានដែរបាទទង់ជាតិយើងអាចនឹងពាក់អាចនឹងចងអីចឹងទៅបាទគឺដើម្បីបង្ហាញពីការស្នេហាជាតិរបស់យើងបាទយ៉ាងឆាន់យ៉ាងខ្ពស់បាទហើយបងប្អូននឹងដើរហ្នឹងគឺយើងមានការស្រែកច្រៀងបាត់ពងសោដើរខ្មែរយើងទៀតបាទបានកាន់តែបង្ហាញភាពខ្លាំងក្លារបស់ប្រទេសកម្ពុជារបស់យើងបន្ថែមទៀតបាទខ្ញុំជឿជាក់ថានៅពេលដែលបងទាហានកងកម្លាំងនៅព្រំដែនបើសិនជាគាត់បានឃើញបាទនៅក្បួនជួរអន្តរាបាទនៅថ្ងៃទី18នោះបាទគឺពួកគាត់បាននឹងមានទឹកចិត្តមានស្មារតីមុខមុតឃ្លាវខ្លាកាន់តែខ្លាំងទៀតក្នុងការលះបង់បាទដើម្បីការពារបូរណភាពទឹកដីកម្ពុជារបស់យើងបាទពីការឈ្លានពានពីសំណាក់បាទបរទេសទាំងឡាយបាទរួមទាំងរាជរដ្ឋាភិបាលផងដែរបាទគឺលោកនឹងមានកម្លាំងបាទមានទឹកចិត្តបាទគឺថាសារតែបងប្អូនយើងជាពលរដ្ឋរួមបាទនៅពេលដែលមាន
សត្រូវឆ្លៀនពៀនអត់មានអីជាជាងការរួបរวมបាទសាមគ្គីផ្ទៃក្នុងទេបាទអរគុណបាទជុំកុំភ្លេចបាទថ្ងៃទី18បាទវេលាម៉ោង 5 ភ្លឺយើងចេញដំណើរពីកោះពេជ្រទៅទាំងអស់គ្នាបាទស្វាគមន៍ជាបន្តមកកាន់វគ្គនៃព័ត៌មានមកកីឡាអន្តរជាតិវិញម្ដងបាទនៅក្នុងខែនេះគឺរឿងស្បោយបាល់គូប្រជែងនៃលីកជីមលីកអីចប់ហើយបាទលោកម៉ៃជាបងប្អូនអរគ្នាបាទប៉ុន្តែមានរឿងតាមដានបាទទើបតែចប់ថ្មីថ្មោង UEFA Nation League បាទប៉ូទុយហ្គាល់លើកពាន UEFA Nation League ឥឡូវនេះគឺចូលដល់ FIFA Club World Cup វិញម្ដងបាទតាមដាននោះលោកម៉ៃជាបានថ្ងៃបានតាមដានដែរបាទគឺជាលេងបាន2ថ្ងៃហើយ2ថ្ងៃបាទបើកឆាកថ្ងៃ15មានមកគូទេបាទគឺ Inter Miami បាទស្មើ0-0ហើយយុគមិញនេះបាទរឿងធ្ងន់បាទស្អាតមានគ្រាប់បាល់ពេញបាទមានការសុំចូលទីគ្នាច្រើនបាទអញ្ចឹងខ្ញុំបានមិនដែរបាទលោកនោះបាទចង់ជម្រាបជូនបងប្អូនខ្ញុំមិនដែរបាទគឺជម្រាបជូនលទ្ធផលហ្នឹងអីបាទលទ្ធផលបងប្អូនដឹងហើយណាបាទអាឡម៉ង់បាទសុទ្ធច្រើននិយាយមកបើកឆាកនេះបាទគឺបើយកមិនដេចមកតំណាងក្រុមប្រទេសអាឡម៉ង់ហ្នឹងបាទគឺ10-0មកទៅលើអុកក្លាន់ដែលមកជឿននិយាយមុននេះបាទកន្លងកយើងច្រឡំបាទបងប្អូនច្រឡំស្មានតែអុកក្លាន់នៅអូស្ត្រាលីបាទយកមកនេះអុកក្លាន់ញូហ្សេឡង់បើអុកក្លាន់អូស្ត្រាលីបើយន់បើអត់ដាក់ដាក់10ទេនៅអូស្ត្រាលីគឺមានអុកក្លាន់ហ្នឹងដែរមានអុកក្លាន់ដែរបាទតែអុកក្លាន់ FC អុកក្លាន់ FC នេះអុកក្លាន់ United អុកក្លាន់ City បាទអញ្ចឹងអុកក្លាន់ City អត់ដូចអុកក្លាន់ FC ទេបាទដល់ពេលបើយន់ប៉អុកក្លាន់ City នោះបងប្អូនច្រឡំបាទរង10-0បើអុកក្លាន់ FC គឺថាអាច4-5 អីដែរបាទគាត់ថាវាដល់10បាទយ៉ាងណាក៏ស៊ីច្រើនមែនទែនបាទបើយកអាមេរិកបើគូទៀតក៏ជំនួបក៏ចោលអារម្មណ៍ដែរបាទគឺអាតលេទីកូម៉ាឌ្រីតជាមួយនឹងប៉ារីសប៉ារីសលុត4-0មកជុំវិញអូបាទប៉ារីសជើងឯក Champions League ជើងឯក Champions League បាទលុត4-0ហើយក្រៅពីនោះបាទមានលទ្ធផលដូចជាប៉ាល់មេរ៉ាសបាទ0ច្បាស់ជាមួយនឹង SC Porto បាទ Botafogo បាទឈ្នះ Seattle Sounders បាទលទ្ធផល2-1បាទហើយនឹងយប់នេះក៏មានការប្រកួតទៀតដែរបាទម៉ោង5ភ្លឺបាទម៉ោង2ភ្លឺយប់នេះបាទ Chelsea ជាមួយនឹង Los Angeles ហើយ Flamingo ប៉ះជាមួយនឹង Esperance បាទនឹង Boca Juniors បាទប៉ះជាមួយនឹង Benfica បាទលេងនៅចាប់ពីម៉ោង2យប់នេះទៅរហូតដល់ព្រឹកស្អែកតែម្ដងបាទលោកម៉ៃជិតមានដឹងថាហេតុអីបាន FIFA Club World Cup លេងរឿងអញញ៉ៃក្រុមច្រើននេះបាទនៅក្នុងឆ្នាំនេះខ្ញុំឆ្ងល់ច្រើនដែរបាទឆ្ងល់ក្រុមបាត់ក្រុមខ្លះអញ្ចឹងណាបាទឃើញបងប្អូនក៏ឆ្ងល់ដូចខ្ញុំថាមិនបានមានតែថាក្រុមខ្លាំងខ្លះមានក្រុមខ្លាំងខ្លះអត់បាទមកឥឡូវលោកម៉ៃជិតអាននិយាយពីអ្វីដែលលោកម៉ៃជិតដឹងពី World Cup ឆ្នាំ FIFA Club World Cup លើកមុនហើយនឹងអាថ្មីនេះបាទអាថ្មីនេះលោកម៉ៃជិតគិតថាខុសពីអាចាស់មិនដែរអាថ្មីនេះទី1គឺក្រុមបាទក្រុមគឺឡើងជាងមុនបាទឡើងដល់32ក្រុមបាទ32ក្រុមបែងចែកមកពូមាន4ក្រុមហើយគេអាចគេយកជើងឯកតាមទ្វីបមួយមកបាទអាចថាជើងឯក4ឆ្នាំចុងក្រោយបាទអញ្ចឹងបាទមានជើងឯកទ្វីបអាស៊ីទ្វីបអាហ្វ្រិកខាងទ្វីបអឺរ៉ុបបាទបូកយកគ្នាអញ្ចឹងមកចាប់ក្នុងពូលនេះពូលនេះហើយចុះក្រុមដែលអត់ជើងឯកលោកមកជើងមានឆ្ងល់ហើយតែមិនគាត់ត្រូវមកខ្ញុំពុំឆ្ងល់ឡើងដែរបាទហើយមួយទៀតឆ្ងល់ដូចនៅលីវើពូលអីបាទឃើញបាទជើងឯកតែជើងឯកPremier League ផងហើយ UEFA Champions League ក៏បើគិត4ឆ្នាំចុងក្រោយក៏គាត់អត់ផុតដែរណាបាទតែអត់ឃើញបាទអញ្ចឹងបាទខ្ញុំឆ្ងល់រឿងហ្នឹងបាទឥឡូវចាំខ្ញុំនិយាយឲ្យលោកម៉ៃជាតិឲ្យស្ដាប់ជាមួយនឹងបងប្អូនតែម្ដងបាទខ្ញុំចេញវីដេអូម្សិលមិញដែរបាទគឺឥឡូវនេះគឺគេកំណែទម្រង់គេលេងនេះ World Cup ប្រទេសមួយប្រទេសចឹងបាទលេងដូច FIFA World Cup ចឹងតែមាន32ប្រទេសចូលរួមហើយលេងវគ្គចែកពូល32ក្រុមចុងក្រោយចែកចេញជា8ពូលលេខ1លេខ2ឡើងវគ្គ16ក្រុមវគ្គខ្វែងគឺគេប្រើរូបមន្តហ្នឹងបាទប៉ុន្តែយើងនឹងឆ្ងល់ថាហេតុ32ក្រុមដែលចូលរួមនឹងបានមកពីណាបាទគឺបានមកពីជើងឯកតាមទ្វីបបាទលោកមកជិតឆ្ងល់ឆ្នាំមុនអត់មាន FIFA Club World Cup ទេអត់មានទេបាទអត់មានទេនេះដូច World Cup តែម្ដង4ឆ្នាំម្ដងបាទតែឆ្នាំមុននេះអត់មានទេអត់មានទេបាទអត់មានទេបាទអញ្ចឹងគឺត្រូវហើយបាទគឺចាប់ពីឆ្នាំនេះទៅគេលេង4ឆ្នាំម្ដងហ្នឹងបាទអញ្ចឹង2029មកលេងទៀតបាទអញ្ចឹង2025នេះគឺជាឆ្នាំទី1ដែលគេចាប់ផ្ដើមរូបមន្តថ្មី32ក្រុមចុងក្រោយបាទគឺក្រុមដែលមកហ្នឹងគឺគេរាប់តាំងពីឆ្នាំ2021បាទហើយក្រុមដែលលេងតាំងពីវគ្គចែកពូល2021គេគិតបន្ទុក
បានន័យថាឈ្នះបាន3បន្ទុកស្មើបាន1ចាញ់បាន0បាទគេសន្សំបន្ទុករហូតអញ្ចឹងបាទយើងឃើញនៅអឺរ៉ុបក្រុមដែលបានទៅលេងបាទក្នុងនាមជាជើងឯកបាទយើងមើលឆ្នាំមុនឆ្នាំ2023រៀលលើកពានណារៀលម៉ាឌ្រីត Champions League 2022ដូច Man City 2020ម៉ានបាទមានរៀលម៉ាឌ្រីតមួយទៀតរៀលម៉ាឌ្រីត Liverpool ហើយ Chelsea បាទមាន Chelsea មួយទៀតបាទអញ្ចឹងបាទគឺអ្វីដែលយើងតាមដានបាទ Champions League ពីឆ្នាំ2021 2021 22 23អីមើល2020 21 22 4ឆ្នាំនេះក្រុមដែលឈ្នះ Champions League គេឲ្យទៅលេងនៅ FIFA Club World Cup ឆ្នាំនេះបាទហើយបាទកៅអីនៅអឺរ៉ុបគេឲ្យ12ក្រុមបាទអញ្ចឹងគឺរៀលម៉ាឌ្រីតក្នុងចំណោម4ឆ្នាំនេះឈ្នះ2ដងបាទ2ដងបាទអញ្ចឹងគឺគេគិតបន្ទុកបាទគេគិត ranking អញ្ចឹង ranking ហ្នឹងគឺមកប្រទេសបានតែ2ក្រុមទៀតបាទដូចនៅអង់គ្លេសMan City ឈ្នះពាន Chelsea ឈ្នះពានអញ្ចឹង Liverpool ដែលមានបន្ទុកច្រើនជាងគេលើ Barcelona លើ Atletico Madrid លើអីហ្នឹងគឺអត់បានមកទេបាទអញ្ចឹងដោយសារតែ Chelsea និង Man City គេឈ្នះពានរួចហើយបាទពីហ្នឹងតំណាងឲ្យអង់គ្លេសមកទៅអង់គ្លេសតែម្ដងបាទហើយនៅអាល្លឺម៉ង់បាទបើយកម៉ាឌ្រីតជាមួយនឹង Dortmund បាទគឺក្រុមដែលមានបន្ទុកខ្ពស់បើយកម៉ាឌ្រីតអត់បានលើកពានទេ Dortmund ក៏អត់បានលើកពានដែរប៉ុន្តែគេមាន ranking បន្ទុកដែលលេងតាំងពីឆ្នាំ2021នោះដូចខ្ញុំបាននិយាយអញ្ចឹងណាបើគេលេងសន្សំបន្ទុកបាទហើយនៅអ៊ីតាលី Inter Milan ជាមួយនឹងជូបន្ទុកបាទបានទៅបាទហើយនៅអេស្ប៉ាញបាទ Real Madrid ហើយនឹង Atletico Madrid សួរថាចុះ Barcelona មិនបានមក Barcelona បន្ទុកតិចជាង Atletico Madrid ទេតិចជាងវិញបាទហើយនៅអេស្ប៉ាញហ្នឹងមានតែ Real Madrid ហើយនិង Atletico Madrid ទេបានទៅយទៅគេយកតែពីក្រុមទេអ៊ីតាលីអាល្លឺម៉ង់អេស្ប៉ាញអង់គ្លេសបារាំងគឺបានតែប៉ារីសមួយទៀតដោយសារប៉ារីសមិនទៅជាក្រុមជើងឯងណាលោកម៉ៃជិតទៅជាក្រុមដែលមានបន្ទុកច្រើនជាងគេបន្ទុកច្រើនគេបាទបើជាក្រុមជើងឯងអាចនឹងឆ្នាំក្រោយមួយទៀតបាទប៉ារីសគឺអូតូម៉ាទិកទៅលេងឆ្នាំក្រោយមួយបាត់ហើយបាទ4ឆ្នាំ2029ហើយធ្លាយដល់មានមួយក្រុមមកពីអូទ្រីសបាទគឺ Salzburg បាទដោយសារតែពីចំណាក់ថ្នាក់លេខ1រហូតដល់ Salzburg ហ្នឹងគឺមិនមានតែប្រហែលក្រុមដែលទៅទេបាទ Barcelona ក៏លើ Salzburg បាទ Liverpool ក៏លើ Salzburg Napoli ក៏លើ Salzburg ប៉ុន្តែអត់ក្រុមទាំងអស់ហ្នឹងគឺអត់បានទៅដោយសារអីក្នុងមួយប្រទេសគេឲ្យតែ2ទេបាទអញ្ចឹងហើយទៅធ្លាយSalzburg បាទ Red Bull Salzburg បោកត្រីទៅមួយហើយ Salzburg ហ្នឹងបន្ទុកច្រើនជាងអាហ្សាក់តែមួយបន្ទុកទេកុំអីបានទៅអាហ្សាក់ទៀតបាទអញ្ចឹង12កៅអីផុតត្រឹម Salzburg ហ្នឹងបាទអាហ្នឹងគឺយើងនិយាយពីកៅអីនៅអឺរ៉ុបបាទហើយនៅអាស៊ីគេដូចជាឲ្យ4ក្រុមនៅ CONMEBOL គេឲ្យ6ក្រុមដោយសារតែ ranking ប្រទេសទ្វីបទាំងពីរហ្នឹងកម្រិតបាល់ទាត់ខ្ពស់តែបានច្រើននៅអាស៊ីបើយើងឲ្យ4ក្រុមបាទដូចជា Al Hilal បាទដូចជា Urawa Red បាទដូចជាក្រុមមួយទៀតបានទៅហើយនឹងជាមួយនឹង Ulsan របស់កូរ៉េហ្នឹងគឺជាក្រុមដែលមាន ranking ខ្ពស់ជាងគេបាទ Al Hilal Red Bull ហើយនឹងមួយក្រុមទៀតខ្ញុំភ្លេចនេះគឺជាក្រុមដែលឈ្នះ Champions League បាទកន្លងមកមាន Al In នៅខាង Africa បាទ Al In របស់ដូចច្បាស់កាតាហ្នឹងដែលឈ្នះពានដូចជាឆ្នាំចុងក្រោយនេះទៀតបាទអញ្ចឹងគឺ3ហ្នឹងបានទៅក្នុងនាមជាក្រុមដែលឈ្នះAFC បាទ Champions League AFC ហើយ Ulsan ហ្នឹងគឺទៅជាក្រុមដែលមាន ranking ខ្ពស់ជាងគេបាទបន្ទុកខ្ពស់ជាងគេចម្លែកតែនៅប្រេស៊ីលលោកម៉ៃជាតិមាននៅ CONMEBOL មានប្រេស៊ីល4ក្រុមចូលរួម4ក្រុមបាទមាន Flamengo មាន Fluminense បាទមាន Botafogo ហ្នឹងបន្ទុកគាត់តិចមែនតើតែ37ពងជាងហើយប៉ុន្តែគាត់ឈ្នះ Copa Libertadores ពានប្រចាំទ្វីបបាទហើយមានមួយក្រុមទៀតប្រេស៊ីលបាទដែល ranking ខ្ពស់ជាងគេគឺ Atletico Mineiro អត់បានទៅទេបាទគាត់ជាក្រុមដែលមានបន្ទុកច្រើនជាងលំដាប់លេខ3ច្រើនជាង River Plate ច្រើនជាង Boca Juniors ប៉ុន្តែដោយសារប្រេស៊ីលទៅ4ហើយបាទអញ្ចឹងគេអត់ឲ្យទៀតទេបាទគេអត់ឲ្យ Atletico Mineiro ទេគឺឲ្យ2កៅអីហ្នឹង direct ទៅ River Plate ហើយនិង Boca Juniors ដោយសារតែ2ប្រទេសហ្នឹង2ក្រុមហ្នឹងគឺបន្ទុកខ្ពស់ជាងគេហើយមានក្រុមមកពី Colombia អីទៅក្រោមទៀតបាទប៉ុន្តែកៅអីមានតែ6អញ្ចឹងប្រេស៊ីលទៅ4ហើយ Boca Juniors និង River Plate បន្ទុកខ្ពស់ជាងគេឲ្យទៅតែម្ដងបាទអាហ្នឹងគឺគេរើសអញ្ចឹងហើយនៅ Auckland នេះបាទ New Zealand នេះបាទនៅ Auckland បាទ ទ្វីប Oceania គឺមានតែ Auckland City ហ្នឹងទេដែលខ្លាំងជាងគេគាត់ឈ្នះពានទ្វីប3ឆ្នាំជាប់គ្នា
có ban từ dục mình những bà tranh bà dùng để đọc xuống hay nơi con khá khá và cái kia rồi đấy bà con khá nơi con khá khá đi lúc mày chuyện khởi miền bọn miền Inter Miami Inter Miami lúc mày chuyện ngon đấy thảo bên đây trên biên ở bên nơi con khá khá thì đấy bàn từ ngon đấy nơi con khá khá nó miền sẽ thò sounder và miền club PC tiếp theo bà Los Angeles SC và miền bà Monterrey và đại quát cứ chỉ công này phải chơi mà này là chinh biên không thà cái hỏi miền ranking của và tại Inter Miami mình bên tới chỉ công từ đòi công ở chinh biên này cứ chỉ công đồng nang và chặt tiền năng chặt tiền bạn đây tha bà mà chặt tiền cái oi mui cái ấy bà trong mui cái ấy nó cứ cái oi Inter Miami ở cho số tha hay ấy cái oi Inter Miami cho công xây tiết nơi Major League Soccer để get oi cái miền rương bạc cái tiết miền rương tiết và miền rương bạc cái để cái chặt vô Inter Miami tới chỉ công đồng nang và rương nó cứ nhưng mà vậy đi rương giống ngắt rồi và rương giống ngắt đấy bà còn ta chọn một bốn chọn tí cho mà bữa nay đi theo là hỏi bạn tại bởi vậy đó con bắt Inter Miami nó mà cứ cái champion ấy mỗi độ bao nhiêu 100 số mùa này 100 mình cùng lại khăn này ăn từ đồng năng cùng chặt tiền bà hỏi champion po một phây 4 nữa miền pi bật là đánh phơi chặt tiền tiết bà Australia New Zealand tiền phơi chặt tiền pi po phây 4 và tại còn miền Tam và đánh bị còi miền Spain Portugal hay là Maroc và phơi sạm chặt tiền đánh thay thôi này và trước ao được mà chặt tiền cứ cái ao mặc rồng cái ao mặc cẩn ấy bà từ lên như không cho nó sang pi rồng này bà chẳng hạn đi theo phần năng đáp tới hiện nhảy nhảy tích tại một bóng ôn chiến đáp cứ nâng toán virus của Monica rồi ta bất rút của Monica lên vẽ sang pi rồng trong còi ấy nó cứ ở bạn vô lên bà có té tụi bạn vô trống cái chơi rừng mình không là cho châu ruộng bà cái là ban châu ruộng nhưng ở những sang nhằm tích toàn là những tam đàn hết nó vừa qua mình bật bà rồi như là nháy trên cái cứ nơi con khạc bà con khạc nó cứ riêng là như nhảy trên tách bà nó ở rốc để sao cái ở rốc nó cũng khăng tràn pi những cái tròn của một chứng biên tập pi vít nó thế đây là như nhảy như kia vẫn là gì nó không để ball nó khaf nó ấy cứ ở của bà thì bà AC nó ở bà đây bà ok bạn đang bao là kia bạn chân dùng đi những ai tam đan và to tiết ban bà miền địa chia bà Boca Juniors bà Benfica bà miền Chelsea bà Los Angeles hay là Flamengo bà Esperance bà chân bao phôn ban tam đan rồi đó hỏi bà sắp bà cam thi bà hay thay thao phôn cái là ngày đi bà đang bọn mình cái là chiết bọn mình cái là on đã chiết bà đục nô rôn ăn chung bao phôn bà trả tao cho nên bật cả FIFA Club World Cup đại của phong ngân của cam là cô bà này về phải chụp bắn đi bà nơi từ đây là bà sao đó làm đây bà cam thi hay thay thao phôn cái là bà bao phôn tam đan mà riêng rồi ngày chăn là ngày sọc bà bị liềm màu bà bị dục bà đã có cả nghĩa bao dương bà miền thì có bà miền lục thôn than trục thao sao lục nô rôm lục ni thi nâng trong bát rồi cả biểu chung bao phôn mà tôi từ nâng bật cả bọn mình cái làm xếp ở con phong đá là tập pizza hay thay bà bao phôn pizza tập pizza thay cứ đầm bay sọc thiệt của bọn lục nhẹ cam thi cái này các bạn chuyên cho đó thì bình chọn bao phônไปช่วยไลค์ช่วย share follow bàเพจ MSO Sport bàบอกยืนtrong tập hiệp phóng và ở con bạn sống trong việc gì bạn